មិនថាតែក្នុងពេលបច្ចុប្បន្ននេះទសវត្សរ៍មុនក៏ធ្លាប់មានក្មេងជំទង់យុវជនបើកម៉ូតូលឿនហួសកំណត់ក្នុងទីប្រជុំជនមិនតែប៉ុណ្ណោះគេលើកបង្ហោះម៉ូតូជាមួយនឹងដៃគូកនគ្នាយ៉ាងសប្បាយដោយមិនគិតពីសុវត្ថិភាពតខ្លួននិងសុវត្ថិភាពតាមដងផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយដល់អ្នកដទៃនិងសណ្ដាប់ធ្នាប់សង្គមផងដែររឿងខ្មោចចុងស៊ីសង្វិចនេះខ្ញុំបាទចាប់ផ្ដើមសរសេរនៅឆ្នាំ2011ហើយបានបោះពុម្ពផ្សព្វផ្សាយនៅខែមិនិនាឆ្នាំ2012ដោយ Reading Book សូមបញ្ជាក់ផងដែររឿងរបស់ខ្ញុំបាទនេះក៏មានក្រុមចោរលួចស្នាដៃបានយកទៅធ្វើជារឿងក្នុង Channel YouTube របស់ពួកគេដោយមិនបានការអនុញ្ញាតឬក៏ដាក់ឈ្មោះខ្ញុំបាទជាអ្នកនិពន្ធឡើយពួកគេបានធ្វើមុនខ្ញុំបាទជាម្ចាស់ដើមធ្វើទៅទៀតចង់នឹងច្បាស់ថារឿងនេះមានអត្ថន័យអប់រំចំពោះក្មេងបង្ហោះម៉ូតូយ៉ាងណានោះសូមមេត្តាសន្តាប់និងទស្សនារូបភាពដូចតទៅដាវ៉ាន់ជាក្មេងប្រុសម្នាក់ដែលមានចរិតរឹងរូសខ្ជិលច្រអូសមិនឧស្សាហ៍រិះសូតទេគេតែងតែជិះម៉ូតូបង្ហោះច្រែឡានមិនតែប៉ុណ្ណោះថែមទាំងដើរលេងសប្បាយនិងសែបគ្រឿងញៀនទៀតផងទោះបីជាឪពុកម្ដាយទូមានព្រានបដៅយ៉ាងណាក៏ដាវ៉ាន់មិនដែលស្ដាប់ដែរថ្ងៃមួយដោយសារដាវ៉ាន់ជិះម៉ូតូមិនដាក់កញ្ចក់មិនពាក់មួកសុវត្ថិភាពគេជិះម៉ូតូយ៉ាងលឿនវ៉ាឡានមិនផុតក៏បានស្លាប់ក្នុងឧបទ្ទវហេតុចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ក្នុងអាយុ16ឆ្នាំមុនពេលបុណ្យភ្ជុំបិណ្ឌក្រោយពីដាវ៉ាន់ស្លាប់បាន7ថ្ងៃអារម្មណ៍នៅវាលរភពមិនទាន់ឃើញក៏ដើរតុកត្រកតាមចិញ្ចើមថ្នល់រកចំណីអាហារបន្ទាប់មកគេបានអង្គុយសំកុកនៅមុខផ្ទះឃើញម្ដាយអង្គុយយំព្រោះតែបាត់កូនប្រុសជាទីស្រឡាញ់ដាវ៉ាន់កំពុងតែមានអារម្មណ៍រវើរវាយស្រាប់តែមានសំឡេងធំក្រកឡពោលពីក្រោយខ្នងឡើងថាណែអាឡាត់ដល់ថ្ងៃដែលឯងត្រូវទៅឋានក្រមហើយមិនក៏កិច្ចខ្លួនរហូតអញ្ចឹងយើងខំតែដើររកឥឡូវមកសំកុកនៅមុខផ្ទះសោះសុំទោសលោកយមបាលអនុញ្ញាតឲ្យខ្ញុំនៅទីនេះមួយរយៈសិនទៅខ្ញុំនៅអឡោះអាល័យម៉ាក់ប៉ារបស់ខ្ញុំនិងមិត្តភក្តិខ្ញុំណាស់ហើយខ្ញុំនៅឃ្លានចំណីពិសេសរបស់ខ្ញុំមិនទាន់បានហូបនៅឡើយទេចំណីស្អីទៅខ្ញុំចង់ស៊ីសាំងវិញខ្ញុំឃ្លានណាស់លោកម្ចាស់យើងមិនដែលស្គាល់ទេយើងធ្លាប់តែដឹងថាតាំងពីដើមឡើយខ្មោចចាស់គេចង់ស៊ីតែនំអន្សមសម្លតាំងហ៊ុនឥឡូវនេះដល់រដូវបុណ្យភ្ជុំបិណ្ឌទី2ហើយឯងទៅចិត្តវត្តទៅក្រែងគេបោះបាយបិណ្ឌនិងបាននំអន្សមស៊ីនឹងគេដែរដាវ៉ាន់ឆ្លើយថាចំណីទាំងនោះខ្ញុំមិនឃ្លានទេអញ្ចឹងមិនបាច់និយាយច្រើនទេចុះទៅក្រុមជាមួយយើងទៅជំនុំជម្រះជាមួយលោកយមរាជឲ្យឯងស៊ីភ្លើងស៊ីដែកវិញម្ដងអត់ទេលោកចាស់ខ្ញុំសុំនៅឋានកណ្ដាលសិនសូមមេត្តាអាណិតខ្ញុំផងយមបាលគិតថាវានេះជាក្មេងទើបតែនឹងស្លាប់តាមពិតទៅវាគ្មានទោសកំហុសទោសបុយដែលធ្លាប់ធ្វើបាបគេសាងអំពើបាបអីទេឬក៏កេងប្រវ័ញ្ចបោកប្រាស់អ្នកដទៃណាឡើយគឺវាសាងអំពើអាក្រក់ដោយខ្លួនឯងមិនខំរៀនសូត្របែរជាទៅសែបគ្រឿងញៀនផឹកស៊ីស្រវឹងដើរលេងប៉ោឡែជិះម៉ូតូលឿនបង្ហោះម៉ូតូទៅបុកឡានស្លាប់ដោយខ្លួនឯងហើយខែនេះជារដូវជុំបិណ្ឌផងយមបាលគិតហើយក៏ឆ្លើយថាយើងឲ្យឯងនៅឋានកណ្ដាលមានសេរីភាពសិនចុះតែកុំដើរលេងផ្ដេសផ្ដាស់ណាបើចង់ស៊ីអ្វីគ្រាន់តែបញ្ជូលសពគេទៅបានហើយប្រយ័ត្នទទួលទណ្ឌកម្មបន្ថែមបាទលោកម្ចាស់
ស្រមោយមបាលបានលាយផុតទៅនៅសល់តែខ្មោចដាវ៉ាន់ដើររកស៊ីសង្វិចតាមធុងសម្រាមពុំឃើញនរណាបោះចោលសង្វិចសោះឃើញតែបាយសម្លត្រីសាច់គ្រប់យ៉ាងលុះរហូតដល់ថ្ងៃទី3នៃបុណ្យភ្ជុំបិណ្ឌដាវ៉ាន់ទៅក្លំមើលឪពុកម្ដាយដែលកំពុងតែរៀបចង្ហាន់ទៅវត្តដាវ៉ាន់ទៅតាមដល់វត្តឃើញឪពុកម្ដាយឬចានស្រាក់ប្រគេនចង្ហាន់ទៅព្រះសង្ឃដាវ៉ាន់ខំនឹកអរជាខ្លាំងទីបំផុតគេឃើញតែម្ហូបឆាមីសួរសម្លការីព្រមទាំងនំអន្សមដដែលក្នុងបរិវេណវត្តទាំងមូលមានក្លិនទៅដោយផ្សែងធូបនំចំណីសម្លគ្រប់ប្រភេទតែសង្វិចពុំមាននរណាយកទៅវត្តសោះខ្មោចដាវ៉ាន់នឹកអាណិតខ្លួនពេកក៏អង្គុយយំក្បែរវត្តព្រោះការគេនៅរស់គេឧស្សាហ៍ទៅផ្សារសូរិយាទៅ KFC ញ៉ាំសង្វិចនឹងផ្លូវមន់បំពងតែដល់ពេលគេស្លាប់ទៅក៏ខ្លាចជាខ្មោចក្រីក្រអត់ឃ្លានដល់សែនកំសត់រំពេចនោះគេក៏នឹកឃើញទៅដល់មិត្តរួមថ្នាក់ដែលធ្លាប់ដើរលេងជាមួយគ្នាគេធ្លាប់បើហូបចុកចំណាយប្រាក់កាក់ទៅលើពួកនោះព្រោះអ្នកបានតែនាំដើរលេងផ្ដេសផ្ដាស់តែដល់ខ្លួនស្លាប់ទៅគ្មាននរណានឹកទេសោះគិតដល់រឿងនេះតាវ៉ាន់នឹកឃើញមនុស្សម្នាក់គឺលក្ខណៈមានតែនាងទេដែលជាមិត្តស្រីដ៏ល្អនៅក្នុងថ្នាក់ព្រោះនាងជាសិស្សពូកែតែជួយណែនាំនៅទង្វើល្អជួយដាស់តឿនជួយធ្វើលំហាត់ជាញឹកញាប់ហើយនាងជាសិស្សត្រឹមត្រូវសុភាពរៀបសារដូច្នេះយប់នេះគេនឹងទៅដល់ផ្ទះលក្ខណៈមកដល់ពេលយប់បានរំលងផុតដាវ៉ាន់បានដើរចូលទៅរកលក្ខណៈទ្វារបង្អួចផ្ទះក៏បានបើកចំហសំឡេងខ្យល់វូមានសំឡេងឆ្កែលូយ៉ាងគ្រលួចគួរឲ្យព្រឺក្បាលដាវ៉ាន់អង្គុយយំធ្ងោរហឺតិចនៅខាងមុខផ្ទះលក្ខណៈយូរឮសំឡេងស្រែកហៅលក្ខណៈមួយម៉ាត់ជាញឹកញាប់លក្ខណៈចេញមករកម្ចាស់សំឡេងឃើញដាវ៉ាន់អង្គុយស្រងត់ស្រងាត់ក្នុងទឹកមុខពោពេញទៅដោយដំណក់ទឹកភ្នែកឃើញដូច្នេះលក្ខណៈក៏សួរថាណែដាវ៉ាន់ហេតុអីក៏ឯងធ្លាក់ខ្លួនដល់ថ្នាក់នេះក្រែងឯងពីមុនជាមនុស្សជាអ្នកសប្បាយហឺហាណាស់ណាដាវ៉ាន់ឆ្លើយថាឥឡូវខ្ញុំខ្លាយជាជនអនាថាក្រីក្របំផុតសូម្បីតែចំណីអាហារក៏គ្មានដែរខ្ញុំមិនដែលបានគេងមិនដែលបានញ៉ាំអស់រយៈពេលជាច្រើនថ្ងៃណាស់មកហើយខ្ញុំឃ្លានណាស់ស្ថិតក្នុងសម្លៀកបំពាក់សិស្សនៅឡើយដាវ៉ាន់ត្រូវបានលក្ខណៈនាំចូលក្នុងផ្ទះរួចនាងដើរទៅបន្ទប់បាយទៅដោះភ្លាមសពតែគម្របឆ្នាំងរបើកអាយចានហោះចេញពីរាវស្លាបព្រាសូមចូលក្នុងចានដោយឯងឃើញដូច្នេះលក្ខណៈភ័យក្នុងចិត្តតិចតែនាងខំរមហូបនោះដាក់ចានចម្លបានពី3មុខនិងបាយព្រមទាំងងាកទៅយកផ្លែប៉ោមមានចេកដែលទុកនៅក្នុងទូទឹកកករំពេចនោះទ្វារទូទឹកកកក៏បានរបើកឡើងម្ដងនេះធ្វើឲ្យនាងស្រឡាំងកាន់តែខ្លាំងក្នុងសភាពការបែបនេះប្រែទៅជាពេលបាយថ្ងៃត្រង់ទៅវិញនាងលក្ខណៈបានពោលទៅកាន់ដាវ៉ាន់ថាដាវ៉ាន់ឯងញ៉ាំទៅបើឯងឃ្លានដាវ៉ាន់ក្រវីក្បាលខ្ញុំមិនចង់ញ៉ាំហូបទាំងអស់នេះទេតែឯងចង់ញ៉ាំស្អីខ្ញុំចង់ញ៉ាំសង្វិចអូសង្វិចយូរទៅខ្ញុំទិញញ៉ាំម្ដងហើយខ្ញុំក៏មិនដែលទិញវាដាក់ក្នុងទូទឹកកកដែរកាលពីមុនពេលខ្ញុំត្រឡប់ពីដើរលេងវិញខ្ញុំឧស្សាហ៍ទិញសង្វិចផ្ញើឯងណាព្រោះឯងជួយចម្លងមេរៀននិងធ្វើរំហាត់ឲ្យខ្ញុំឥឡូវខ្ញុំមកលេងផ្ទះឯងម្ដងម្លេចលក្ខណៈឯងថាគ្មានសង្វិចឲ្យខ្ញុំហូបទៅវិញដាវ៉ាន់ពោលទាំងមុខរញ៉ៅអញ្ចេះចុះចាំស្អែកខ្ញុំទិញទុកឲ្យឯងតែឯងត្រូវប្រាប់ខ្ញុំមុនណាអរគុណហើយលក្ខណៈថ្ងៃស្អែកក៏ភ្លេចណាមិនអីទេអញ្ចឹងខ្ញុំលាឯងសិនហើយតាវ៉ាន់ក៏ដើរចេញទៅលក្ខណៈតាមមើលដំណើរពីក្រោយពុំឃើញមានជើងហើយទៅផុតបន្តិចតាវ៉ាន់ងាកមកផ្ដាំដោយពង្វល់ក្បាលមកក្រោយឃើញតែរលាកក្បាលភ្នែករូងសេកថាកុំភ្លេចថ្ងៃស្អែកណា
លក្ខណៈឃើញនេះលក្ខណៈស្រីផ្លត់សម្លេងខ្មោចដល់វ៉ាន់ម្ដាយលើកូនស្រីក្នុងបន្ទប់ពេលយប់ក៏រត់មកសួរនេះរឿងអីនឹងលក្ខណៈស្មាននេះខ្ញុំយល់សក់ឃើញដល់វ៉ាន់ណាម៉ាក់ដល់វ៉ាន់ដែលរៀនជាមួយខ្ញុំគេមករកខ្ញុំព្រោះគេឃ្លានសាំងវិចដល់វ៉ាន់នោះនៅឯណាកូនចៅអ្នកណាគេស្លាប់កន្លះខែហើយណាម៉ាក់គេស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មិនកើតទេកូនខ្មោចតែហោងអញ្ចឹងព្រឹកនេះត្រូវទិញម្ហូបធ្វើចង្ហាន់ទៅវត្តប្រគេនលោកហើយឯងទៅទិញសាំងវិចដាក់ទៅផងហើយយប់បន្តិចឯងយកទៅដាក់នៅមុខផ្ទះយើងទៀតត្រូវទ្របស្លឹកចេកឬក៏ដាស់រួចអុជធូបបីសរសៃសែនមកជូនឲ្យគេគាត់និយាយទាំងរឹតទ្រូងបើកភ្នែកធំទំនងជាខ្លាចជំនួសកូនស្អែកឡើងលក្ខណៈទៅវត្តជាមួយម្ដាយនាងបានអុជធូបឧទ្ទិសបាំងស្គរដល់ខ្មោចតាវ៉ាន់និងដាក់សង្ឃវិជ្ជាចង្ហាន់វេទៅឲ្យហើយនាងបានសុំខ្សែអំបោះពីព្រះសង្ឃយកមកពាក់នឹងកដៃទីឯខ្មោចតាវ៉ាន់វិញក្រោយពីទទួលសំណែនសង្ឃវិជ្ជារបស់លក្ខណៈសានឲ្យហើយគេសប្បាយចិត្តហើយក៏អស់ក្តីវិវល់វេលាក្រោយមកក៏ផុតរដូវភ្ជុំបិណ្ឌខ្មោចតាវ៉ាន់ត្រូវបានយមបាលនាំទៅជំនុំជម្រះព្រឿនបដៅកុំឲ្យដើរលេងអាវ៉ាសែត្រូវខំរៀនសូត្រនិងកុំសេពគ្រឿងញៀនហើយត្រូវមានចរិតនិងសីលធម៌ល្អក្នុងសង្គមរួចហើយគេក៏បានទៅចាប់កំណើតជាថ្មីទៀតផងដែរបាទសូមអរគុណសូមមេត្តាជួយ Subscribe និង Share ផងគោលបំណងរបស់អ្នកនិពន្ធរឿងនេះអ្នកនិពន្ធចង់អប់រំដល់បងប្អូនកុមារនិងយុវវ័យជាសិស្សានុសិស្សទាំងអស់ត្រូវចេះស្ដាប់បង្គាប់ឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូខិតខំរៀនសូត្រត្រូវព្យាយាមក្នុងការសិក្សាព្រោះបងប្អូនជាទំពាំងស្នងរស័យជាសសរទ្រូងនៃប្រទេសជាតិដូច្នេះមុននឹងបើកបរម៉ូតូត្រូវបំពាក់អញ្ចក់ទាំងសងខាងនិងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវជាពិសេសមិនត្រូវសេពគ្រឿងញៀនជាដាច់ខាតត្រូវធ្វើខ្លួនឲ្យល្អកុំបង្ហោះម៉ូតូកុំបើកម៉ូតូឬបើកឡានហួសល្បឿនកំណត់បាទរឿងនេះផងដែរក៏មានជនអគតិមួយចំនួនជាក្រុមចោរលួចសារឲ្យបានទិញយកពីទីផ្សារនិងបណ្ដាគេយកទៅធ្វើជា channel របស់ខ្លួនដោយមិនបានដាក់ឈ្មោះខ្ញុំបាទជាអ្នកនិពន្ធឬក៏សុំការអនុញ្ញាតពីខ្ញុំបាទជាអ្នកនិពន្ធម្ចាស់កម្មសិទ្ធិនៅឡើយពីខ្ញុំបាទអ្នកនិពន្ធដុំដន